តើបងប្អូនណាដូចខ្ញុំខ្លាំងអ្នកទាំងអស់គ្នាខ្ញុំឃើញលំមៀតអត់បានទេជាមួយនឹងក្បាលលំមៀតនេះផងដែរអ្នកទាំងអស់គ្នាទៅផ្សារឃើញទិញមកថងមកបដ ாய் អ្នកទាំងអស់គ្នា10គីឡូចាចិត្តមួយថ្ងៃកន្លះអ្នកទាំងអស់គ្នាអូយចាស្រាប់អ្នកដែលគាត់ละឯងគាត់ស្រឡាញ់បែបធម្មជាតិបែបក្បាលលំមៀតអីចេះអ្នកទាំងអស់គ្នាតស៊ូបានតែស្រាប់អ្នកដែលគាត់ខ្ញុំនិយាយមែនណាខ្ញុំចិត្តនេះរងអូវ៉ៃគាត់ចិត្តតែឯងម៉ែខ្ញុំជួយចិត្តផងអ្នកទាំងអស់គ្នាត្រឹមហើយ10គីឡូនេះជ័យមែនសាក់ក្បាលលំមៀតអ្នកទាំងអស់គ្នាល្អមែនទេចាណាឃើញក៏ចង់បានដែរព្រោះអីក្បាលលំមៀតនោះល្អមែនទេស្រាប់យើងយកទៅធ្វើជាម្សៅលំមៀតនេះខ្ញុំផងដែរខ្ញុំធ្វើជាម្សៅលំមៀតអ្នកទាំងអស់គ្នាចាពេលចិត្តហើយល្អមែនទេចាខ្ញុំយកទៅលាងទឹកផងដែរទាំងអស់គ្នាលាង2 3ទឹកទៅអូយល្អមែនទេចាគួរស្រឡាញ់មែនណាក្បាលលំមៀតនេះសម្រាប់អ្នកដែលគាត់ចង់ធ្វើម្សៅលមៀតយកទៅញ៉ាំជាមួយនឹងស្ក្រាប់ខាត់ស្បែកក៏បានដែរអ្នកទាំងអស់គ្នាសម្រាប់អ្នកកូនខ្ចីក៏ល្អដែរអ្នកទាំងអស់គ្នាចាយើងអាចយកទៅលាបស្បែកចាហាននេះអត់មានស្រោមដៃទេអ្នកទាំងអស់គ្នាសម្រាប់អ្នកគាត់ចង់ធ្វើក្បាលលមៀតអីចង់ត្រៀមស្រោមដៃឲ្យហើយទៅអ្នកនរគ្នាចាប៉ុន្តែអត់បានទីស្រោមដៃមានថងនៅអ្នកនរគ្នាមានអីងាយស្រួលជាងដៃតែប្រឡាក់អស់ដៃខ្ញុំអីប្រឡាក់អស់អ្នកនរគ្នាចានិយាយមែនចាយើងអាចត្រៀមជាស្រោមដៃដែលបែបកស៊ូស្រួលចិត្តចាអត់បានទិញអ្នកនរគ្នាមានតែដៃស្រួលចានិយាយពីដៃវិញលឿងកៅអោនិយាយពីលឿងចាព្រោះឯក្បាលលមៀតនេះសាក់ជួអ្នកទាំងអស់គ្នាចាណាមួយទៀតខ្ញុំអត់បានធ្វើការពីការស្រោះនៅលមៀតរបស់ខ្ញុំភ្លេចថតអ្នកទាំងអស់គ្នាចាស្រាប់នេះក៏អាចទៅស្រោះជាមួយនឹងទឹកក្តៅទៀតអ្នកទាំងអស់គ្នាចាអានេះខ្ញុំហាស្ងួតប្រហែលជា3 4ថ្ងៃអ្នកទាំងអស់គ្នានិយាយមែនភ្លៀងផងអីផងចាតរមស្ងួតអ្នកទាំងអស់គ្នាចាស្ងួតទៅបានប្រហែលជា1គីឡូអ្នកទាំងអស់គ្នានិយាយមែនចាមិនងាយស្រួលទេអ្នកទាំងអស់គ្នាជាមួយនឹងការធ្វើម្សៅលមៀតនេះចាមានទៅកិនអូមានត្បាល់បុកមានត្បាល់កិនស្រាប់ខ្ញុំស្រាប់កិននេះទូចពេកអ្នកទាំងអស់គ្នាចាតរមហើយចាមួយថ្ងៃបាន2កំប៉ុងទូចនេះមួយថ្ងៃខ្ញុំកិនបាន2កំប៉ុងទូចនេះរែងផងអីផងអ្នកទាំងអស់គ្នាចាសុខភាពចាខ្ញុំយកទៅញ៉ាំម្សៅលមៀតនេះផងដែរខ្ញុំយកទៅញ៉ាំជាមួយនឹងធ្វើស្ក្រាប់ទុកធ្វើស្ក្រាប់ជាមួយ